នឹងជម្រាបសួរដល់ការលោកគ្រូអ្នកគ្រូទាំងអស់ដែលមានវត្តមាននៅទីនេះនិងសួស្តីដល់ការសិក្សានិស្សិតជាទីគោរពស្រឡាញ់រាប់អាននាងខ្ញុំឈ្មោះវ៉ាន់សំភាវីរៀននៅថ្នាក់ទី11 អាននៅវិទ្យាល័យអង្គរជុំថ្ងៃនេះនាងខ្ញុំបានពិតជាមានសេចក្តីសម្ដែងរីករាយខ្លាំងមែនទែនដែលបានឡើងមកអានអំណាចដើម្បីចូលរួមអបអរទី2ជាអំណាចលើកទី10អត្ថបទដកស្រង់អក្សរសិល្ប៍ខ្មែរតាមរយៈអក្សរសិល្ប៍គេអាចដឹងការរស់នៅរបស់មនុស្សក្នុងសម័យកាលនីមួយៗព្រោះអក្សរសិល្ប៍តែងតែប្រែប្រួលទៅតាមដំណើរវិវត្តន៍របស់សង្គមមនុស្សជាដរាបអក្សរសិល្ប៍ខ្មែរយើងមានការវិវត្តន៍ទៅតាមសម័យកាលធំៗនៃប្រវត្តិសាស្ត្ររបស់ប្រទេសខ្មែរនៅសម័យអង្គរគេបានដឹងច្បាស់ថាមហិទ្ធិរដ្ឋខ្មែរបានឡើងដល់កម្រិតកំពូលរីឯអក្សរសិល្ប៍ក៏រីកចម្រើនខ្លាំងក្លាណាស់ដែរប៉ុន្តែចុះថយទៅវិញនៅពេលដែលស្រុកខ្មែរត្រូវឈ្លានពានពីប្រទេសជិតខាងលុះមកដល់សតវត្សទី18និង19ស្នាដៃអក្សរសិល្ប៍ក៏ស្ទុះងើបឡើងវិញប៉ុន្តែត្រូវថយឥទ្ធិពលម្ដងទៀតនៅពេលដែលប្រទេសខ្មែរធ្លាក់នៅក្នុងអាណាព្យាបាលបារាំងរួចទៅលុបលាស់ឡើងជាថ្មីនាសម័យឯករាជ្យជាទូទៅយើងអាចសង្កេតឃើញថាអក្សរសិល្ប៍មានចរិតច្រើនយ៉ាងក្នុងនោះមានលក្ខណៈមនុស្សអក្សរសិល្ប៍ដែលគេចាត់ទុកថាមានលក្ខណៈមនុស្សលុះណាតែអក្សរសិល្ប៍នោះបានលើកយកបញ្ហាមនុស្សមកចត់ដោះស្រាយដោយបង្កើតបញ្ហាមួយហៅថាបញ្ហាមនុស្សទោះបីដែលនិពន្ធលើកយកតួអង្គប្រភេទណាក៏ដោយទោះបីតួអង្គអច្ឆរិយៈក្តីសត្វក្តីធម្មជាតិក្តីក៏តួអង្គទាំងនោះសុទ្ធតែតំណាងមនុស្សនៅក្នុងសង្គមជាតារាឧទាហរណ៍ទន្សាយជាតំណាងមនុស្សមានប្រាជ្ញាស្រឡាញ់យុត្តិធម៌ខ្លាក្រពើតំណាងមនុស្សកាសសាហាវឬព្រះរាមតំណាងមនុស្សអត្តធម៌និយមជាដើមមួយវិញទៀតអក្សរសិល្ប៍គេអាចចាត់ទុកថាមានលក្ខណៈសង្គមលុះត្រាតែបានលើកយកបញ្ហាសង្គមមនុស្សក្នុងសម័យកាលណាមួយមកបង្ហាញចាត់នៅដោះស្រាយទៅតាមការវិវត្តចម្រើនក្តីធម្មតាក្តីឬថយក្រោយក្តីមតិយោបល់សកម្មភាពដែលតួអង្គនីមួយៗបានបំពេញសុទ្ធតែតំណាងមនុស្សភាគច្រើនពោលគឺតំណាងសង្គមមនុស្សនេះឯងឧទាហរណ៍ម្ដាយនាងតំណាងអ្នកម្ដាយភាគច្រើននៅសម័យនោះនៅមិនធំជាងនាលអជូនតំណាងភាគច្រើននៃនាមើលនាសម័យនោះផ្ដាច់ការលក្ខណៈប្រវត្តិនៃអក្សរសិល្ប៍គឺតែមានទំនាក់ទំនងទៅនឹងសម័យកាលណាមួយនៃប្រវត្តិសាស្ត្រតែពុំមែនជាប្រវត្តិសាស្ត្រទេដូចជារឿងទុំទាវតាមប្រវត្តិកើតនៅសម័យលង្វែករីឯរឿងភពរាឆានតាមប្រវត្តិកើតនៅសម័យអាណានិគមនិយមបារាំងជាដើមអក្សរសិល្ប៍បានលើកយកតែដំណើររឿងតាក់ទងនឹងសម័យកាលខ្លះនិងព្រឹត្តិការណ៍ផ្សេងៗខ្លះដែលមាននៅក្នុងប្រវត្តិសាស្ត្រលក្ខណៈវណ្ណៈនៃអក្សរសិល្ប៍គឺសំដៅទៅលើលក្ខណៈណាមួយដែលបង្កើតអក្សរសិល្ប៍វណ្ណៈនោះតែការពារដំកតេចរិតក៏អំណរខ្លួនជានិច្ចយ៉ាងណាមួយនៅក្នុងរឿងជ័យមេដាសរសេរឡើងដោយពួកស្រទាប់លើបានបង្ហាញថាពួកស្រទាប់ក្រមគ្មានប្រាជ្ញាអ្វីបន្តិចសោះរឿងខុនជ័យសរសេរឡើងដោយបញ្ញាជន់តំណាងស្រទាប់ក្រមគឺស្រទាប់ប្រយុទ្ធប្រឆាំងនឹងពួកស្រទាប់លើទៅវិញអក្សរសិល្ប៍ដែលគេទទួលស្គាល់ថាមានលក្ខណៈជាតិលោកណាតែមានតម្លៃសំខាន់សម្រាប់ទ្រទ្រង់សិលធម៌ជំនឿទំនៀមទម្លាប់សាសនានិងអ្វីៗដែលជាជាតិរបស់ជាតិដូចជារឿងទុំទាវបានបង្ហាញឃើញពីវប្បធម៌ប្រពៃណីរបស់ជាតិខ្មែរដែលមានតាំងពីយូរយារណាស់មកហើយអក្សរសិល្ប៍ដែលមានលក្ខណៈជាតិទៅខ្លួនរួចហើយបន្ទាប់មកប្រទេសដទៃទៀតទទួលស្គាល់ថាជាអត្ថបទល្អដែរតែបានយកទៅសិក្សាថាជាទូទៅអក្សរសិល្ប៍នោះមានលក្ខណៈអន្តរជាតិជាចុងក្រោយខ្ញុំសូមអរគុណទៅដល់លោកគ្រូអ្នកគ្រូក៏ដូចជាសិស្សានុសិស្សដែលបានយកចិត្តទុកដាក់ស្ដាប់ខ្ញុំអានសូមអរគុណខ្ញុំសូមដាក់បន្ទុកបដាមកដើម្បីស្រោចក្តៅហើយ